ព្រះបុត្រាសិដ្ឋាចូលចម្រើន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 សំត្រេកអបផងព្រះមហាទេវីព្រះបុត្រាសិដ្ឋាចូលចម្រើន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 សូមអបអរសាទរផងអបអរសាទរជគុណគោកបិលភពវិញទៅឆាប់រៀបចំពិធីអបអរសាទរទទួលជ័យជំនះនេះទៅមែនហើយព្រះអង្គយើងពិតជាមានព្រះបុត្រានៃសក្យវង្សហើយដើម្បីបង្រៀនព្រះនគរមកថានិងព្រះនគរកុលសព្រះបុត្រាសិដ្ឋាចូលចម្រើន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 ខ្លំខ្លីបានពីរស់ណាព្រះមេម្ចាស់យើងថែមទាំងចិត្តផ្នែករបាំទៀតផងជាអ្នកណាខ្ញុំម្ចាស់អាចឆ្លើយនឹងសំណួរប្រមេតឆាបានទេខ្ញុំម្ចាស់មិនជ្រាបទេថាប្រមេតឆាសំដៅទៅលើអ្វីព្រះមហាទេវីជាព្រះអនុជព្រះបិតាក៏ជាប្រមេតឆាខ្ញុំម្ចាស់ដែរយ៉ាសូថារ៉ាយ៉ាសូថារ៉ាព្រះធីតាគឺជាយ៉ាសូថារ៉ាខ្ញុំម្ចាស់រៀបចំធ្វើឲ្យភ្នាក់ផ្អើលនេះខ្ញុំម្ចាស់ធ្វើឲ្យមានការសង្ស័យខ្ញុំម្ចាស់នាំស្នាមញញឹមមកអ្នករាល់គ្នាខ្ញុំម្ចាស់សន្យាព្រះបិតាឲ្យថាឲ្យអ្នករាល់គ្នាសប្បាយប្រទែងណា
ព្រះមេត្តាឆាមិនសប្បាយប្រតិទេមែនហើយព្រះមេត្តាឆាសប្បាយប្រតិណាតើព្រះទិតាយាងមកតែអង្គឯងទេខ្ញុំម្ចាស់មិនមែនយាងមកអង្គឯងទេខ្ញុំម្ចាស់យាងមកជាមួយនឹងបរិវារភិលៀងហើយខ្ញុំម្ចាស់មានបំណងយ៉ាងខ្លាំងបំផុតនោះចូលកប់ព្រះមេត្តាឆាហើយនឹងអ្នករាល់គ្នាកំពុងរងចាំខ្ញុំម្ចាស់ដែរមិនដែរទេព្រះបេតុលាតាមការពិតព្រះរាជាដាបណ្ឌនីមិនខត់ព្រះធីតាទី1ព្រះបិតាមិននៅទេទ្រង់បានទៅទីក្រុងវេសាលីបាត់ទៅហើយព្រះមេត្តាឆាក៏ជាព្រះមេដាសុខប្រកាយទេមែនចាទ្រង់កាត់ពីនគរកបលភៈខ្លាំងណាស់មែនម្ចាស់ព្រះធីតាមិនគួរយាងមកតែអង្គឯងឡើយរឿងនេះព្រះមេដាក៏មានសវណ្ណ័យដែរតែខ្ញុំម្ចាស់មិននៅក្មេងទៀតទេខ្ញុំម្ចាស់មានតួនាទីរបស់ខ្ញុំម្ចាស់ណាតួនាទីអីដើម្បីសាងសង់ស្ពានទ្រពទ្រោមវាមានអាយុ100ឆ្នាំហើយមែនម្ចាស់តាំងពីព្រះមេត្តាឆាជួបជាមួយព្រះរាមតែព្រះមេត្តាឆាខ្ញុំម្ចាស់មិនបានជួបជាមួយព្រះរាមទ្រង់ទៀតទេព្រះមេត្តាឆាឃើញអាមេតានៅចំពោះព្រះភ័ក្ត្ររបស់ធីតាហើយយើងបានឃើញព្រះនាងនៅទីនេះខ្ញុំម្ចាស់បានទូលព្រះមេដាហើយគឺទ្រង់អនុញ្ញាតឲ្យមែនម្ចាស់ព្រះបិតាព្រះបេតុលាក៏ប្រកែកគ្នារឿងនេះដែរតែខ្ញុំម្ចាស់សម្រេចប្រតិហើយខ្ញុំម្ចាស់ត្រូវតែសាងសង់ស្ពានមែនម្ចាស់យ៉ាសូថារ៉ាព្រះធីតាបានរៀបចំការងារនេះនៅក្នុងព្រះរាជវាំងគ្មានអ្នកណាខកទេមែនទេមានសវណ្ណ័យត្រូវហើយខ្ញុំម្ចាស់បានជួបចន្ទណានៅឯទីក្រុងគេក៏យាងខ្ញុំម្ចាស់ឲ្យចូលក្នុងមកខ្ញុំម្ចាស់ក៏ជួបរាសិកានៅក្រៅរាជវាំងហើយគាត់ក៏យាងខ្ញុំម្ចាស់ឲ្យចូលមកក្នុងតែម្ដងព្រះមហាទេវីមានសវណ្ណ័យត្រូវហើយព្រះធីតាបានយាងមករកខ្ញុំម្ចាស់ហើយមានសវណ្ណ័យថាចាំខ្ញុំបានទេខ្ញុំម្ចាស់ឆ្លើយថាចាំមិនបានទេ10ឆ្នាំមុនព្រះធីតាបានមកទីនេះពេញប្រទេសដល់ផ្កាពណ៌លឿងហើយដំរីឈ្មោះគូញពេលនោះខ្ញុំម្ចាស់ចំណាំបានតែម្ដងគូប៉ារាសិកាខ្ញុំមិនចាំគួរនិយាយថាគូប៉ាទេមែនទេព្រះមហាទេវីមេដាព្រះធីតាហៅថាគូប៉ានេះគឺជាសត្វចិញ្ចឹមរបស់ព្រះធីតាហើយគ្មានអ្នកណាម្នាក់ដឹងរឿងនេះទេមានតែខ្ញុំម្ចាស់ប៉ុណ្ណោះព្រះមេម្ចាស់ណែគូប៉ាគឺជាឈ្មោះដែលគួរឲ្យស្រឡាញ់សូមស្វាគមន៍ដែលបានមកកាន់នគរកបិលភពរបស់ព្រះបត្រាដោយរបៀបណាទៅគេដំណើរមកថាភ្ញៀវចាត់ទុកជាព្រះជាម្ចាស់គ្មានអ្នកណាម្នាក់ជឿអបិយជំនឿនេះទេពេលនេះការទទួលភ្ញៀវខ្ញុំម្ចាស់មើលទៅមិនល្អសោះហើយយើងគិតថាព្រះធីតាកំពុងតែប្រជុំជាមួយអ្នករាល់គ្នានៅឡើយខ្ញុំម្ចាស់ជួបអ្នករាល់គ្នារួចហើយព្រះធីតាជួបជាមួយម្ចាស់បងទូបង្គំហើយទ្រង់នៅខ្ញាល់ពីរឿងការយកឈ្នះទ្រង់មែនទេយើងដឹងហើយទ្រង់មិនដែលព្រមទទួលការចោះចាញ់ម្ដងណានោះទេចាប់ព្រះបត្រាមិនសប្បាយប្រតិពីការចេញជំនះខ្លួនឯងទេព្រះមេហេតុអីព្រះធីតាមានសវណ្ណនេះដូច្នេះព្រះជាថាគួរតែសួរខ្លួនឯងព្រះជាថាຕົកនៅក្នុងប្រតិខ្លួនឯងហើយមែនម្ចាស់ព្រះជាថាកំពុងតែព្រះចន្ទាមេត្តាតាមមែនទេព្រះប៉ម្ចាស់អត់ទេដោយសារតែប្រតិរបស់យើងមានទុកព្រោះជាមួយនឹងសំណួរនេះទើបបានជាយើងមករកចម្លើយនៅទីនេះសំណួរឯព្រះប៉សំណួរអ្វីទៅហើយតើជាអ្វីទៅអ្វីដែលងងឹតជាងនេះគឺប្រចាំនៅពេលរនោចមែនទេម្ចាស់អូនជាសំណួរសាមញ្ញណាស់ព្រះប៉ម្ចាស់មានរឿងមួយទៀតងងឹតដូចជាប្រចាំរាត្រីរនោចកើតភ្នែកនៅក្នុងភ្នែកស្ត្រីម្នាក់នោះតើព្រះភ័ក្ត្រមកព្រះប៉ម្ចាស់បានហើយឥឡូវឆាប់ទូមកតើអ្វីដែលហូរច្រើនជាងទឹក
ហាខ្ញុំម្ចាស់ឆ្លើយត្រូវទេព្រះពរ ចំណេះដឹងគឺហូរច្រើនជាងទឹកទៅទៀត ខ្ញុំម្ចាស់អាចសួរសំណួរព្រះជាថាបាន បាន ទេ បានសួរមកចុះ ព្រះជាថាផ្លុំខ្លុយពូកែណាស់តើព្រះជាថាអាចបង្រៀនដល់ខ្ញុំម្ចាស់ផងបានទេ យើងអាចបង្រៀនព្រះធីតាបានបើព្រះធីតាចង់ចេះគេនិយាយថាបើនរណាម្នាក់ផ្ដល់សេចក្តីសុខដល់គេក៏អាចធ្វើខ្លួនឯងមានសេចក្តីសុខដែរ គូប៉ាមិនមែនជាឈ្មោះគួរឲ្យស្រឡាញ់ទេ យើងចាប់ផ្ដើមនៅពេលនេះតែម្ដងទៅផ្លុំនៅត្រង់នេះ